ពីបំផុតសម្ដេចព្រះពុទ្ធជ័យមុនីឆ្លើយតបបែបនេះជាមួយព្រះគ្រូផុនភក្តីព្រឹកថ្ងៃអាទិត្យ300ខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី16ខែមីនាឆ្នាំ2025សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនបានឆ្លើយតបបែបនេះទៅកាន់ព្រះគ្រូផុនភក្តីជំវិញរឿងក្រុមជំនុំព្រះត្រៃបិដកដែលកំពុងល្បីនាពេលថ្មីៗនេះថាលោកប្អូនជាទីរាប់អានយើងសុទ្ធតែបានចំណាយពេលជាងកន្លះជីវិតគ្រប់គ្នាដើម្បីបុព្វហេតុព្រះពុទ្ធសាសនាឲ្យស្ថិតស្ថេររុងរឿងទៅថ្ងៃអនាគតលោកប្អូនជ្រាបស្រាប់ហើយព្រះពុទ្ធសាសនាយើងជួបរឿងសៅនឹងផ្ទួនដោយឃើញក្នុងបណ្ដាញសង្គមលោកប្អូនក៏កង្វល់គណៈសង្ឃនិងថ្នាក់ដឹកនាំក៏កាន់តែកង្វល់ជាស្ដែងបញ្ហាដែលគណៈសង្ឃបានកាត់គូជាច្រើនឆ្នាំមកហើយតាំងតែពីការសម្ដេចព្រះសង្ឃនាយកនុនណែតនៅមានព្រះកាយពលសម្ដេចព្រះសង្ឃនាយកនុនណែតសតមានព្រះកាយពលមុំមួននៅឡើយរហូតបានសម្រេចក្នុងអង្គអនុសង្ឃវជ្ជមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី29នាឆ្នាំ2021កន្លងទៅថាត្រូវរៀបចំបង្កើតគណៈកម្មាធិការក្រុមជំនុំព្រះត្រៃបិដកនេះឡើងវិញពេលនេះរាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឲ្យរៀបចំឡើងវិញហើយដែរខ្លុំករណាកាត់3ទៅយ៉ាងក្រៃលែងបានតែប្រមាណម៉ោងក៏ខ្លាចទៅជាក្តីបារម្ភក្រោយស្ដាប់ឮការរៀបរាប់ពីទុកកង្វល់របស់លោកប្អូនសំណុំពរលោកប្អូនក៏ម្យ៉ាងដែរកាយហបយុទ្ធយូរពេកដល់រឿងនេះអង្គអនុសង្ឃវជ្ជមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសបានសម្រេចរួចហើយឯរាជរដ្ឋាភិបាលក៏បានជាសច្ចជនឯកភាពហើយដែរប្រសិនបើលោកប្អូនបានលើកករណីនេះក្នុងពេលចេញសំប្រកាសភ្លាមក៏ប្រហែលទៅរួចដែរដោយការនោះមិនទាន់ជាសច្ចជននៅឡើយហេតុនេះសូមលោកប្អូនចូលរួមជួយឲ្យសម្រេចបំណងដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយនេះសម្រាប់អនាគតដ៏រុងរឿងនៃព្រះពុទ្ធសាសនាយើងឲ្យបានគង់វង្សជាអង្វែងតទៅយ៉ាងណាមិញព្រះគ្រូផុនភក្តីបានសរសេរសំណេរបង្ហោះនៅលើបណ្ដាញសង្គមបែបនេះថាទូបង្គំពេជ្ជយុទ្ធពេលពិតមានសម្ដេចជាអម្ចាស់ព្រោះសជនៈបានចេញរួចអស់ហើយទូបង្គំយល់ពីទឹកព្រះទេសម្ដេចនឹងនៅតែគោរពដឹងគុណជានិច្ចទូបង្គំសូមក្រាបថ្វាយបង្គំលាសម្ដេចនិងជនរួមជាតិទុកការងារនេះដល់ជនរួមជាតិគ្រប់អង្គគ្រប់គ្នាចុះព្រោះអ្វីដែលបាននិយាយក៏និយាយរួចអស់ហើយជាសារចំក្រោយលើរឿងនេះទូបង្គំដឹងច្បាស់ថាទូបង្គំពេលនេះហាក់ដូចចៅសនវាមិនអាចទេទូបង្គំសូមគោរពទទួលព្រមតាមព្រះតម្រាស់របស់សម្ដេចជាអម្ចាស់ដោយក្តីគោរពទូបង្គំពិតជាយឺតពេលពិតមែនហើយទូបង្គំក៏សូមក្រាបកម្មទោសប្រសិនបើមានកំហុសឆ្គងចំពោះសម្ដេចជាអម្ចាស់គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី14ខែមីនាឆ្នាំ2025ព្រះគ្រូផុនភក្តីបានបង្ហោះវីដេអូមួយនិយាយអំពីតើប៉ះពាល់អ្វីខ្លះដល់តម្លៃបុព្វបុរសឬក្រុមជំនុំព្រះត្រៃបិដកនៃអ្នកប្រាជ្ញជាតិយើងបើបង្កើតថ្មីនឹងពាក្យថាផ្ទៀងផ្ទាត់បិដកថ្មីមានន័យដូចម្ដេចហើយផលប៉ះពាល់ទៅថ្ងៃអនាគតអ្វីខ្លះស្ដាប់ដល់ការពិចារណានិងចូលរួមរក្សាអ្វីដែលជាស្នាប្រហ័សរបស់បុព្វបុរសដែលតាមរយៈការបង្ហោះវីដេអូនេះធ្វើឲ្យមានការផ្អើលជាខ្លាំងនៅក្នុងសង្គម Facebook ដោយមានទាំងព្រះសង្ឃទាំងក្រហមនាំគ្នាជជែកវិញជាខ្លាំងអ្នកខ្លះមានមតិគាំទ្រអ្នកខ្លះមានទស្សនៈធ្វើអំពីរឿងនេះអានដោយសំឡេងសព្វនិមិត្តសារិកា AI